บធ្វើនំប៉័ងសៀវម៉ៃចឹងគឺរបៀបធ្វើនំប៉័ងសៀវម៉ៃនេះគឺស្រួលធ្វើទេបងប្អូនយើងត្រូវការជាមួយនឹងពងមាន់5គ្រាប់ពងមាន់5គ្រាប់នោះយើងគួរដាក់ចានមកយើងយកពងសផ្សេងពងក្រហមផ្សេងអញ្ចឹងពងសហ្នឹងគឺយើងរំលែកវាជា2មកអញ្ចឹងមួយផ្នែកយើងទុកវាយជាគ្រីមមួយផ្នែកទៀតគឺយើងដាក់ជាមួយនឹងទឹកដោះគោ100 ml មកយើងកូរច្របល់ចូលគ្នាបន្ទាប់មកគឺយើងយកម្សៅរបស់យើងគឺជាម្សៅមីហ្នឹងយើងយកមក250ក្រាមមកយើងដាក់ចូលទៅក្នុងជាមួយនឹងពងមាន់របស់យើងនឹងដែរហើយបានយើងច្របល់សពហើយបានយើងដាក់ជាមួយនឹងពងក្រហមមកយើងច្របល់ឲ្យសពចូលគ្នាដូចគ្នាបន្ទាប់មកយើងយកពងសរបស់យើងសល់ហ្នឹងយើងយកមកវាយជាគ្រីមយើងដាក់ស្ករបន្តិចហើយបន្ទាប់មកគឺយើងបន្ថែមជាមួយនឹងប្រេងបន្តិចមកយើងវាយវាចេញគ្រីមមកនៅពេលដែលចេញជាគ្រីមហើយយើងដាក់ចូលគ្នាមកយើងច្របល់ឲ្យសពចូលគ្នាបែបហ្នឹងមកបានយើងរកថាអីមួយធំមកយើងពៀតវាបែបហ្នឹងហើយបន្ទាប់មកគឺយើងរោយជាមួយនឹងសាច់ផាត់មកតែប៉ុណ្ណឹងគឺយើងយកទៅដុតបានហើយចឹងយើងយកទៅដុតទៅនៅពេលដែលឆ្អិនហើយគឺយើងបកវាចេញមកខាងនៅខាងក្រោយហ្នឹងយើងអាចដាក់មួយទឹកម៉ាយ៉ូណេសមកហើយយើងបន្ថែមជាមួយនឹងសាច់ផាត់បន្ថែមទៀតមកបានយើងមូរវាបែបហ្នឹងមូរហើយបានយើងយកវាមកកាត់ជាកង់ទៅដាក់លើចានទៅយើងអាចយកទៅញ៉ាំបានហើយរសជាតិឆ្ងាញ់ណាស់បងប្អូនអាចសាកធ្វើខ្លួនឯងដោយខ្លួនឯងសាក